សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមកចេញវីដេអូបន្តិចរឿងបណ្ដាសប្ងៃដូចថាមានរឿងវឹកវរជាច្រើនជាពិសេសគឺគូសុកធីនិងពេជ្រសម្បត្តិឃើញថាមានការវិញ្ញាជាច្រើនមានទាំងរិះគន់មានទាំងជន់បន្លិចដូចខ្ញុំចេះមើលបណ្ដាតិចតួចដែរថាពេលខ្លះខ្ញុំមើលទៅឃើញវាទើសពេកខ្ញុំចេះថាចេះតែចង់ណាចេញវីដេអូខ្លះដល់អ្នកដែលរិះគន់កីឡាបដាល់តែមិនរិះគន់ជាធម្មតាទេរិះគន់ជួនបលិចម្ដងមិនឲ្យគ្នាងើបរួចលើកពីសុកធីចេះពេជ្រសម្បត្តិចោះឬក៏លើកពីកីឡានេះចេះកីឡានោះចោះឃើញថាខ្មែរយើងឥឡូវមានភាពញ៉ៃញ៉ៃមែនគឺថាវេកញ៉ៃមិនចេះដាច់ស្រេចស្រឡាញ់ខាងណាក៏យកខាងហ្នឹងទៅលើកទឹកចិត្តខាងហ្នឹងទៅមករបៀបថាស្រឡាញ់កីឡាករមកខាងបើជាជឿនបលិចមកខាងវាមិនត្រូវ No បងប្អូនគិតដូចខ្ញុំសម្រាប់ខ្ញុំមិនថាកីឡាករណាចាញ់កីឡាករណាឈ្នះខ្ញុំគ្រប់គ្រងទាំងអស់ខ្ញុំលើកទឹកចិត្តទាំងពីរចាញ់ក៏ខ្ញុំលើកទឹកចិត្តឈ្នះក៏លើកទឹកចិត្តធ្វើម៉េចកីឡាមកប្រកួតចាញ់ឈ្នះមិនមានស្លាប់រស់មិនមានប្រកួតយកស្លាប់រស់ទេបងប្អូនសម្រាប់ខ្ញុំឃើញការរិះគន់នេះគឺរិះគន់ខ្លាំងមែនទែនគឺថារិះគន់ឲ្យកីឡាករបាក់ទឹកចិត្តងើបមិនរួចធ្វើបាបទឹកចិត្តកីឡាករបើនេះឯងខ្លាំងមិនឡើងទៅសង្វៀនខ្លួនឯងអូអានេះវាយចេះអានេះវាយចុះអានេះកំសាចេះកំសាចុះមិនមកមិនឡើងទៅខ្លួនឯងខ្លាំងអីបានតែបានតែខាងក្រៅខ្ញុំអត់យល់បងប្អូនគិតទៅវាហួសពេកណាខ្មែរយើងសប្ងៃដូចមានរបៀបមួយវល់មាន Facebook មានអីគិតជេរគ្នាឆ្លោះគ្នាពេញហ្នឹងអត់ចេះខ្មាស់ប្រទេសគេជិតខាងខ្មែរឆ្លោះតែខ្មែរឯងយូរទៅបដាល់មិនមែនបដាល់ឲ្យនៅមកនៅមិត្តភាពទេបដាល់នៅមកនៅចំនួនវិញយូរទៅតាមបដាល់យូរទៅរួចចង់ហែកសាច់ហត់ឈាមគ្នាយូរទៅមិនដឹងជាគិតអីក្នុងខ្លួនគិតអីអ្នកមើលបដាល់ទាំងឡាយខ្ញុំអត់យល់ខ្ញុំមិនមែនជាអ្នកដែលចេះមើលបដាល់អីនេះទេខ្ញុំទៅចេះមើលដែរថាខ្ញុំមើលខ្ញុំយល់កលៈទេសៈដែរកីឡាករណាគួររិះគន់កីឡាករណាគួរលើកទឹកចិត្តមិនមែនដូចអ្នកខ្លះចូលទៅលេងជេរគ្នាថាគ្នាចេះចោះជឿនបន្លិចគ្នានិយាយចំទៅកីឡាករដែលបោះបង់អាជីពបដាល់មានច្រើនដោយសារគេរិះគន់ច្រើនដែលវាយប្រហារទៅលើគាត់ធ្ងន់ខ្លាំងពេកអញ្ចឹងខ្ញុំអត់គ្រប់គ្រងទេធ្វើឲ្យកីឡាករបាក់ទឹកចិត្តលេងមានចិត្តចង់ឡើងប្រកួតទៀតដល់គ្នាឈ្នះលើកទឹកចិត្តដល់គ្នាចាញ់ទៅជាជេរបតិចគ្នាខ្ញុំអត់យល់ខ្មែរយើងទៅជាលក្ខណៈបំពុលលក្ខណៈយ៉ាងណាពិបាកនិយាយប្រយឬក៏ការសិក្សាការអប់រំបានតិចពេកបានជាទៅអញ្ចឹងអស់ហើយតែឆ្លោះគ្នាមួយថៃមិនថាទេឆ្លៀតទៅឆ្លោះជាមួយខ្មែរឯងទៀតមិននឹងជាគិតអីមិននឹងជាយកអីមកគិតខ្ញុំឆ្ងល់ដែរសម្រាប់ខ្ញុំពេជ្រសម្បត្តិសុកធីអ្នកណាឈ្នះគឺខ្ញុំអូខេខ្ញុំ50ពេជ្រសម្បត្តិក៏ខ្មែរសុកធីក៏ខ្មែរហើយវេកញែកស្អីតែស្អីធ្វើស្បិតតែសុកធីក៏រស់នៅភូមិជុំគ្នាជាមួយខ្ញុំមែនប៉ុន្តែពេជ្រសម្បត្តិក៏គិតជាខ្មែរដូចគ្នាដូច្នេះយើងឲ្យតម្លៃខ្មែរនិងខ្មែរដូចគ្នាបើសិនជាពេជ្រសម្បត្តិ
ប្រកួតជាមួយថៃគឺខ្ញុំយកពេជ្រសម្បត្តិបើសុកធីប្រកួតជាមួយថៃគឺខ្ញុំយកពេជ្រសម្បត្តិពេជ្រសុកធីសំទោសតែថាយើងជាខ្មែរដូចគ្នាយើងត្រូវគ្រប់គ្រងខ្មែរដូចគ្នាលើកទឹកចិត្តខ្មែរដូចគ្នាមិនមែនយើងទៅជឿនបលិចទេបងប្អូនខ្ញុំឃើញដូចជាសូមផ្ដាំទៅពូនេសាទត្រីដូចគាត់ចេញវីដេអូមកលក្ខណៈថាឆ្កងពេកដូចថាវាយបហាទៅលើកីឡាបដាល់ដូចជាលក្ខណៈមើងងាយមិនមែនរិះគន់ទេណានេះលក្ខណៈជឿនលិចមើងងាយគ្នាបណ្ដោយបើអាចកែលម្អបានក៏ខ្ញុំសូមឲ្យកែលម្អបន្តិចព្រោះកន្លែងហ្នឹងមើលទៅវាឆ្កងហើយបងប្អូនគិតយ៉ាងណាដែរបណ្ដាលគុណខ្មែរយើងសឹកថ្ងៃដើរទៅដល់ណាហើយដោយបង admin ស្តង់ដាគាត់លើកឡើងនិយាយថាគុណខ្មែរសឹកថ្ងៃល្បីក៏ល្បីរញ៉េរញ៉ៃក៏រញ៉េរញ៉ៃអញ្ចឹងបានថាវាវល់ឡប់លែហើយទៅជាអត់ដឹងជាទៅជាស្អីទៅជាស្អីវាដូចពីមុនវាពីមុនបណ្ដាលមើលដូចមានអារម្មណ៍ថាវារៀងតិចភ្នែកចឹងនេះឥឡូវមើលហើយអូរិះគន់គ្នាចេះរិះគន់គ្នាចុះអានេះវាយមិនចេះមិនកើតអានេះវាយមិនចុះមិនកើតឧទាហរណ៍នេះខ្លះលើកឡើងថាចូលចិត្តកីឡាករវាយបុកមិនចូលចិត្តកីឡាករវាយក្បាច់ខ្មែរសឹកថ្ងៃគេឲ្យវាយក្បាច់ឬក៏មួយក៏ឲ្យវាយទៅវាយបុកតែមួយមុខទេសួរខ្ញុំសួរត្រឡប់ទៅវិញហ្នឹងឬក៏ច្បាប់គុណខ្មែរឲ្យចេះតែវាយបុកកុំឲ្យវាយក្បាច់ឬក៏គុណខ្មែរឲ្យវាយក្បាច់មិនឲ្យវាយបុកយូរទៅវេញចុះអាកីឡាករវាយក្បាច់ទៅឲ្យគ្នាវាយបុកអាកីឡាករវាយបុកទៅឲ្យគ្នាវាយក្បាច់អញញ៉ៃជេរគ្នាពេញទៅនឹងឡប់លែវល់តប៉ែពេញតែស្រុកខ្មែរមើលបណ្ដាយូរទៅឃើញគេឆ្លោះគ្នាពេញតែក្នុងបណ្ដាញសង្គមដូចបណ្ដាលមានលើមកមិត្តភាពលើមកចំនួនវិញសឹកថ្ងៃគេបតិចដាសាគ្នាញ៉ែញ៉ៃពេញទៅនឹងកីឡាករមកទឹកចិត្តអស់អត់មានចិត្តតស៊ូប្រកួតនៅថ្ងៃមុខទៀតតែចាញ់2 3 ដងជាប់គ្នាហើយគេជឿនបលិចខ្លាំងពេកបាត់ស្ងាត់ទៅលេងហ៊ានចាញ់មុខទៅអត់មានទុកពេលទុកវេលាគ្នានឹងកែប្រែហាត់សារជាថ្មីឲ្យគ្នាបានកែប្រែខ្លះនេះអរទេតែបានចាញ់ហើយជឿនគ្នាបលិចយកទៅគ្នាហ្មងខ្ញុំមិនដឹងថាអ្នករិះគន់គិតអីឬក៏គាត់មិនចេះមើលបដាល់តែគាត់ដឹងខ្លួនជាអ្នកមើលបដាល់ខ្ញុំអត់ចេះមើលទេប៉ុន្តែខ្ញុំមិនមែនអ្នកមិនចេះមើលទេលក្ខណៈថាចេះដែរចេះខ្លះតែខ្ញុំសឹកថ្ងៃខ្ញុំទៅវក់តាមដានបដាល់ហើយជាចុងក្រោយក៏សូមអរគុណសូមជម្រាបលា